ចំពោះរឿងចក្រវាលនឹងដែលព្រះអនន្តបានក្រាបបង្គំទូលសួរព្រះអង្គពេលអនន្តបើដូច្នោះអ្នកចូលស្ដាប់ចូលធ្វើទុកក្នុងចិត្តឲ្យប្រប្រៃចុះតថាគតនឹងសម្ដែងប្រាប់ព្រះអនន្តនឹងក៏ទទួលពាក្យពមានអភិថាបកករណាព្រះអង្គព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់កាសថាមនាលអនន្តព្រះច័ន្ទនិងព្រះអាទិត្យដ៏រុងរឿងគោចរទៅបំភ្លឺទិសទាំងឡាយបានត្រឹមណាត្រឹមនោះជាលោកមួយត្រូវកំណត់យកលោកនេះ1000ក្នុងលោកដែលកំណត់1000ដងនោះព្រះសម្មាសម្ពុទ្ធព្រះអង្គអាចសម្លឹងឃើញរហូតដល់ទៅចក្រវាល1000ជាប្រភេទនៃចក្រវាលប្រភេទតូចដែលហៅថាសហសីចលនិកាលោកគឺនិយាយអំពីសហសីចលនិកាលោកធាតុនេះគឺបញ្ជាក់ទុកថាក្នុងលោកធាតុមួយនេះគឺស្មើនឹងមួយចក្រវាលបានព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ជាមួយអនន្តទៀតថាមនាលអនន្តការបើតថាគតប្រាថ្នាក៏បីញ៉ាំងទេសហសីមហាសហសីលោកធាតុឲ្យដឹងច្បាស់ដោយសម្លេងបានឬក៏បីប្រាថ្នាត្រឹមណាក៏បានព្រះអនន្តត្រាស់ជាមួយព្រះសម្មាសម្ពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនចុះព្រះមានប្រភិក្ខក៏បីញ៉ាំងទេសហសីមហាសហសីលោកធាតុឲ្យដឹងច្បាស់ដោយសម្លេងបានឬថាក៏បីប្រាថ្នាត្រឹមណាក៏បានទៅដោយមួយដេចមនាលអនន្តក្នុងលោកនេះតថាគតផ្សាយរស្មីទៅកាន់ទេសហសីមហាសហសីលោកធាតុកាលណាពួកសត្វមនុស្សស្គាល់ច្បាស់នៅពន្លឺនោះបានក្នុងកាលនោះតថាគតក៏បីធ្វើនៅសម្លេងឲ្យលឺគឹកកងញ៉ាំងសម្លេងទាំងឡាយឲ្យលាន់លឺមនាលអនន្តតថាគតក៏បីញ៉ាំងទេសហសីមហាសហសីលោកធាតុឲ្យដឹងច្បាស់ដោយសម្លេងបានឬថាគាត់បីប្រាថ្នាដល់ណាក៏បានយ៉ាងនោះឯងពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គក្រាបសម្ដែងអញ្ចឹងព្រះអនន្តត្រេកអរអូជាលៀបរបស់ខ្ញុំព្រះអង្គហើយខ្ញុំព្រះអង្គឈ្មោះថាបានល្អហើយព្រោះថាព្រះសាស្តារបស់ខ្ញុំមានឫទ្ធិច្រើនយ៉ាងនេះមានអានុភាពច្រើនយ៉ាងនេះពេលដែលព្រះអនន្តពោលសរសើរព្រះសម្មាសម្ពុទ្ធអញ្ចឹងព្រះឧទាយីពោលតបថាតបនឹងអនន្តថាមនាលអវសរអនន្តប្រសិនបើព្រះសាស្តារបស់អ្នកមានឫទ្ធិច្រើនយ៉ាងនេះមានអានុភាពច្រើនយ៉ាងនេះតើអ្នកនឹងបានអ្វីក្នុងដំណើរនោះគ្រាន់តែឮពុទ្ធដីកាព្រះអង្គនេះបានស្អីក្នុងហ្នឹងបានព្រះសម្មាសម្ពុទ្ធត្រាស់នឹងព្រះឧទាយីវិញមនាលឧទាយីអ្នកកុំនិយាយយ៉ាងនេះឡើយមនាលឧទាយីបើអនន្តមិនទាន់បានប្រជាអរិយកៈយ៉ាងនេះហើយក៏បីធ្វើមរណកាលដោយចិត្តជ្រះថ្លានឹងតថាគតសម្ដែងរឿងហ្នឹងអានន្តក៏បីបានសោយទេវរាជសម្បត្តិក្នុងទេវលោក7ដងសោយមហារាជសម្បត្តិក្នុងចម្ពោះទ្វីប7ដងមនាលឧទាយីតែថាអានន្តនឹងបរិណិព្វានក្នុងអត្តភាពជាបច្ចុប្បន្ននេះយ៉ាងណាព្រោះសេចក្តីជ្រះថ្លានឹងស្ដាប់ព្រះសម្មាសម្ពុទ្ធឲ្យយល់អំពីឫទ្ធានុភាពរបស់ព្រះសម្មាសម្ពុទ្ធយ៉ាងក្រៃលែងណាគាត់ព្រះអង្គសម្ដែងទៅពីរឿងចក្រវាលហ្នឹងជ្រះថ្លានឹងព្រះមានប្រភិក្ខនឹងឫទ្ធិព្រះអង្គហ្នឹងដែលមានព្រះសម្មាសម្ពុទ្ធជាអារម្មណ៍ហ្នឹងបើអានន្តហ្នឹងមិនអស់រាគៈក្នុងជាតិហ្នឹងណាហើយត្រូវចុតិស្រាប់ទៅកើតទៀតណាអានន្តសោយរាជសម្បត្តិទេវរាជសម្បត្តិក្នុងទេវរោគ7ដងតគ្នាមហារាជសម្បត្តិក្នុងចម្ពោះទ្វីប7ដងប៉ុន្តែព្រះអានន្តត្រូវបរិណិព្វាននៅក្នុងអត្តភាពជាអានន្តនឹងឯងដូច្នេះនៅក្នុងពេលនេះខ្ញុំប្រកាសថាខ្ញុំចង់និយាយពីចំណុចមួយចំនួនដែលអ្នកខ្លះចេះតែបដិសេធនិងព្រះពុទ្ធ